សួស្តីខ្ញុំបាទឈ្មោះវ៉ាងជីយ័ននៅឆ្នាំ1983គណៈពេលកំពុងធ្វើការជាគ្រូពេទ្យនៅមន្ទីរពេទ្យកងទ័ពអាកាសមួយក្នុងទីក្រុងប៉េកាំងខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺស្វិតសាច់ដុំ PMA ពេលនោះខ្ញុំមានអាយុ30ឆ្នាំជំងឺស្វិតសាច់ដុំ PMA គឺជាជំងឺដ៏កម្រមួយដែលម្នាក់ក្នុង100លាននាក់កើតមានជំងឺនេះក្នុងមួយឆ្នាំវាស្រដៀងគ្នានឹងជំងឺសរសៃប្រសាទបញ្ជាចលនា ALS ឬជំងឺបំផ្លាញសរសៃប្រសាទបញ្ជាចលនា Lou Gehrig ផងដែរអ្នកជំងឺសរសៃប្រសាទបញ្ជាចលនា ALS រួមមានដូចជាលោក Lou Gehrig ដែលជាកីឡាករបាល់បេស្បលដ៏ល្បីល្បាញរបស់ក្រុម New York Yankees និងរូបវិទូដ៏ល្បីឈ្មោះលោក Stephen Hawking ជាដើមទាំងជំងឺស្វិតសាច់ដុំ PMA និងជំងឺសរសៃប្រសាទបញ្ជាចលនា ALS គឺជាជំងឺសរសៃប្រសាទ Motor MND ដែលបណ្ដាលឲ្យសាច់ដុំចុះខ្សោយដោយសារតែការរលួយនៃសរសៃប្រសាទភាគច្រើននៃអ្នកជំងឺគឺត្រូវស្លាប់បាត់បង់ជីវិតដោយសារការថប់ដង្ហើមពលគឺរាងកាយរបស់ពួកគេចុះខ្សោយពេកមិនអាចដកដង្ហើមបានយោងតាមគ្រូពេទ្យរបស់ខ្ញុំអាយុកាលជាមធ្យមរបស់អ្នកជំងឺគឺពី3ទៅ5ឆ្នាំហើយអត្រារស់រានមានជីវិតរយៈពេល10ឆ្នាំគឺមានត្រឹមតែ12%ប៉ុណ្ណោះមិនមានវិធីព្យាបាលជាសះស្បើយឡើយតាមរយៈការធ្វើរោគវិនិច្ឆ័យដ៏គួរឲ្យរន្ធត់នេះខ្ញុំពិតជាអស់សង្ឃឹមទាំងស្រុងហើយអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំសុខភាពរបស់ខ្ញុំបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលត្រឹមតែ3ខែប៉ុណ្ណោះទម្ងន់របស់ខ្ញុំបានធ្លាក់ចុះពី75គីឡូមកត្រឹម59គីឡូខ្ញុំមានកម្ពស់1.79 ម៉ែត្រខ្ញុំនៅតែស្បែកដណ្ដប់ឆ្អឹងខ្ញុំតែងតែវិលមុខអស់កម្លាំងនិងបាត់បង់ការចងចាំការដើរឡើងជណ្ដើរត្រឹមតែមួយជាន់បានក្លាយជារឿងដែលមិនអាចទៅរួចពេលខ្លះខ្ញុំមិនអាចចាំបានសូម្បីតែទីកន្លែងដែលខ្ញុំរស់នៅក្នុងនាមជាវេជ្ជបណ្ឌិតខ្ញុំដឹងថាឱកាសរបស់ខ្ញុំមានតិចតួចណាស់ប៉ុន្តែខ្ញុំមិនចង់ស្លាប់ទេខ្ញុំបានស្វែងរកជំនួយពីមន្ទីរពេទ្យល្បីៗជាច្រើនទាំងអស់សង្ឃឹមហើយបានជួបជាមួយអ្នកឯកទេសខាងសរសៃប្រសាទកំពូលភរិយារបស់ខ្ញុំដែលជាអ្នកឯកទេសខាងសរសៃប្រសាទផងដែរបានខិតខំអស់ពីសមត្ថភាពដើម្បីស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រដ៏ល្អបំផុតសម្រាប់ខ្ញុំយើងក៏បានសាកល្បងថ្នាំចិននិងអនុវត្តឈីគង់ប្រភេទផ្សេងៗមួយចំនួនផងដែរទោះបីយើងខិតខំយ៉ាងណាក៏ដោយស្ថានភាពរបស់ខ្ញុំមិនបានប្រសើរឡើងនោះទេប្រហែលជាខ្ញុំគ្រាន់តែមានសំណាងការធ្លាក់ចុះនៃរាងកាយរបស់ខ្ញុំគឺមានភាពយឺតជាងអ្នកជំងឺស្វិតសាច់ដុំ PMA ដទៃទៀតនៅឆ្នាំ1992ភរិយារបស់ខ្ញុំទទួលបានការអនុញ្ញាតឲ្យធ្វើការស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រ Harvard 3ឆ្នាំក្រោយមកខ្ញុំបានចូលរួមជាមួយនាងនៅ Harvard ក្នុងនាមជាអ្នកឯកទេសស្រាវជ្រាវផ្នែកប្តូរសរសៃឈាមពេលនៅទីនោះយើងបានអានតានីនុប្រវត្តិវេជ្ជសាស្ត្រអំពីជំងឺសរសៃប្រសាទបញ្ជាចលនា MND និងបានទៅជួបអ្នកជំនាញល្បីៗមួយចំនួនក្នុងវិស័យនេះប៉ុន្តែកាន់តែអានគឺកាន់តែបញ្ជាក់ឲ្យឃើញច្បាស់ថាស្ថានភាពរបស់ខ្ញុំពិតជាមិនអាចព្យាបាលបានទេវិជ្ជាបណ្ឌិតម្នាក់របស់ខ្ញុំបាននិយាយថាលោកមានសំណាងណាស់ដែលរស់នៅថ្ងៃមួយក្នុងនីតិខែរដូវឆ្នាំ1998ខ្ញុំបានទទួលសម្បត្តិមួយច្បាប់ពីមិត្តភក្តិម្នាក់នៅប្រទេសចិនកាលពីឆ្នាំ1992យើងបានហាត់ឈីកុងជាមួយគ្នាហើយបានស្គាល់គ្នាយ៉ាងច្បាស់លាស់គាត់បានសរសេរថាខ្ញុំបានរកឃើញការអនុវត្តឈីកុងប្រភេទថ្មីមួយគឺ Falun Gong ដែលមានភាពខុសគ្នាពីឈីកុងប្រភេទផ្សេងៗទៀតទាំងអស់ឯងត្រូវតែសាកល្បងវាទៅដោយឃើញពន្លឺនៃក្តីសង្ឃឹមនៅក្រៅពាក្យសម្ដីរបស់គាត់ខ្ញុំបានស្វែងរកនៅលើអ៊ីនធឺណិតភ្លាមៗហើយបានរកឃើញថ្នាក់ឈីកុងបរៀនដោយមិនកាត់ថ្លៃនៅក្នុងសាកលវិទ្យាល័យ MIT វាជាថ្នាក់រៀន9ថ្ងៃបន្តគ្នាដោយដែលស្ថាបនិក Falun Gong លោកលីហុងឈឺបានបង្រៀននៅក្នុងប្រទេសចិនក្នុងរយៈពេល9ថ្ងៃជាប់គ្នាអ្នករៀបចំបានបញ្ចាំងវីដេអូមួយមេសម្ដែងក្នុងចំណោមការបង្រៀនទាំង9មេសម្ដែងរបស់លោកគ្រូលីជារៀងរាល់ថ្ងៃហើយបន្ទាប់មកបានបង្រៀនយើងហាត់កុងខ្ញុំមានប្រតិកម្មយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានចូលរួមថ្ងៃដំបូងក្នុងថ្នាក់រៀន Falun Dafa ពេលកំពុងមើលវីដេអូបង្រៀនរបស់លោកគ្រូលីខ្ញុំមានអារម្មណ៍ថាមានកម្ដៅនៃចរន្តថាមពលកំពុងហូរកាត់រាងកាយរបស់ខ្ញុំពីក្បាលដល់ចុងជើងខ្ញុំក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកយ៉ាងខ្លាំងនិងមិនអាចគ្រប់គ្រងវាបានដោយហេតុផលដែលខ្ញុំមិនដឹងតាមការចងចាំរបស់ខ្ញុំមិនដែលយំនោះទេតាំងពីក្មេងមកខ្ញុំតែងតែចាត់ទុកខ្លួនឯងគឺជាបរិសុទ្ធដ៏រឹងមាំម្នាក់ហើយសូម្បីក្រោយពេលដែលខ្ញុំមានជំងឺស្វិតសាច់ដុំ PMA និងមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងក៏ដោយខ្ញុំនៅតែត្រូវតែរឹងមាំសម្រាប់ប្រពន្ធនិងកូនប្រុសរបស់ខ្ញុំមិនដែលស្រក់ទឹកភ្នែកសូម្បីតែមួយដំណក់ថ្នាក់រៀនធ្វើឡើងក្រោយម៉ោងធ្វើការ
នៅថ្ងៃទី1ខ្ញុំនៅចាំថាខ្ញុំអង្គុយនៅក្នុងថ្នាក់រៀននោះដោយក្នុងចិត្តពោពេញដោយពពកអាប់អួរនិងរាងកាយហត់នឿយក្នុងអំឡុងពេលវីដេអូរយៈពេល90នាទីខ្ញុំបានខិតខំព្យាយាមឲ្យនៅភ្ញាក់មិនងងុយពាក្យរបស់លោកគ្រូលីធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងពេលខ្ញុំចាកចេញពីថ្នាក់រៀនគឺចិត្តពាក់កណ្ដាលអាធ្រាត្រទៅហើយខ្ញុំញាក់ផ្អើលណាស់ពពកអាប់អួរនៅក្នុងក្បាលរបស់ខ្ញុំនិងភាពអស់កម្លាំងនៅក្នុងរាងកាយរបស់ខ្ញុំបានបាត់ទៅវិញខ្ញុំមិនមានអារម្មណ៍ល្អបែបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំបានក្លាយជាមនុស្សថ្មីម្នាក់ក្រោយរៀនបានរយៈពេល5ថ្ងៃខ្ញុំក៏សម្គាល់ឃើញថាបញ្ហាក្រពះពោះវៀនរបស់ខ្ញុំបានបាត់ទៅវិញកាលពីមុនខ្ញុំទទួលរងឈឺចាប់ពីជំងឺដំបៅពោះវៀនតូចរលាកពោះវៀននិងហូរឈាមពោះវៀនដែលបណ្ដាលឲ្យខ្ញុំមិនស្រួលខ្លួនយ៉ាងខ្លាំងលើសពីជំងឺស្វិតសាច់ដុំ PMA របស់ខ្ញុំទៅទៀតប៉ុន្តែក្រោយពេលខ្ញុំបានចូលរៀនត្រឹមតែរយៈពេល5ថ្ងៃខ្ញុំលែងមានអារម្មណ៍ហើមពោះនិងមិនស្រួលនៅក្នុងតំបន់ពោះនោះរបស់ខ្ញុំទៀតហើយផ្ទុយមកវិញខ្ញុំមានអារម្មណ៍ថាមានរលកកម្ដៅអ៊ុនៗហូរពាសពេញរាងកាយរបស់ខ្ញុំពេញមួយថ្ងៃដោយសម្អាតខ្ញុំពីខាងក្នុងទៅខាងក្រៅបន្ទាប់ពីថ្នាក់រៀនខ្ញុំបានទិញសៀវភៅជូនហ្វាឡុនហើយចាប់ផ្ដើមអានជារៀងរាល់ថ្ងៃនិងឧស្សាហ៍ព្យាយាមហាត់គង់ទាំង5សំណុំលំហាត់ជាប្រចាំផងដែរ3ខែក្រោយមករាងកាយរបស់ខ្ញុំបានត្រឡប់មកសភាពធម្មតាវិញខ្ញុំឡើងទម្ងន់ដូចដើមវិញដោយត្រឡប់ទៅរកទម្ងន់77គីឡូដោយការដែលមានសុខភាពល្អនោះឡើងវិញខ្ញុំលែងមានអារម្មណ៍អស់កម្លាំងទន់ខ្សោយទៀតហើយសាច់ដុំរបស់ខ្ញុំនិងភាពស្លេកស្លាំងរបស់ខ្ញុំបានក្លាយជាពណ៌ផ្កាឈូកឡើងវិញរោគសញ្ញាទាំងអស់នៃជំងឺស្វិតសាច់ដុំបានបាត់ទៅវិញដោយគ្មានដានហ្វាឡុនកុងបានផ្ដល់ឲ្យខ្ញុំនូវជីវិតថ្មីមួយក្រោយពេលប្រកបមុខរបរក្នុងវិជ្ជាជីវវិទ្យាសាស្ត្រអស់រយៈពេលជាច្រើនឆ្នាំឥឡូវនេះខ្ញុំបានចូលនិវត្តន៍ហើយរស់នៅក្នុងទីក្រុងញូវយ៉កក្នុងវ័យ71ឆ្នាំខ្ញុំមិនមានអារម្មណ៍ដូចជាមនុស្សចាស់នោះទេខ្ញុំត្រូវការគេងត្រឹមតែ5ទៅ6ម៉ោងជារៀងរាល់ថ្ងៃពេលឡើងភ្នំយុវជនអាយុ30ឆ្នាំមួយចំនួនពិបាកតាមទាន់ខ្ញុំចំណាយពេលភាគច្រើនរបស់ខ្ញុំធ្វើគម្រោងស្ម័គ្រចិត្តដែលមានគោលបំណងធ្វើឲ្យពិភពលោកក្លាយជាកន្លែងល្អប្រសើរជាងមុនការអានជូនហ្វាឡុននិងហាត់គង់បានក្លាយជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំខណៈពេលដែលឱកាសនៃការកើតជំងឺស្វិតសាច់ដុំកម្រកើតមានការព្យាបាលជំងឺនេះត្រូវបានចាត់ទុកថាមិនអាចទៅរួចប៉ុន្តែខ្ញុំបានជួបប្រទះទាំងពីរមានតែអភូតហេតុទេដែលអាចបញ្យល់អំពីរឿងនេះបានតាមពិតទៅខ្ញុំបានឃើញអភូតហេតុជាច្រើននៅក្នុងចំណោមអ្នកបួសហាត់ហ្វាឡុនកុងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះប្រសិនបើអ្នកចង់ដឹងអំពីហ្វាឡុនកុងខ្ញុំសូមណែនាំអ្នកឲ្យសាកល្បងវាអាចជាការសម្រេចចិត្តដ៏ល្អបំផុតមួយដែលអ្នកធ្វើនៅក្នុងជីវិតនេះ